នេះមួយទេបងនេះគាត់បានណាបាទហើយសមត្ថកិច្ចធ្វើការខកខ្លួនហើយបាទប្រិមជនខកខ្លួនបាទករណីក្មេងទំនើបបាទវាយគ្នាប្រិមជនជុំមិនវាយគេយល់វាយគេវាយណាវាយគេវាយគេសាប់ខ្ញុំតវាយគ្នាមែនបាទវាយគ្នាម៉ាំងពុកគូថាគេអស់នោះដល់វិញអូវាយគេវិញបាទគេមកនេះប្រិមជននេះវាយគេខ្ញុំក្លាប់ឲ្យស៊ូនេះឡាស្មាតគេបានតែជាប់មិនទេនេះប្រិមត្តជនសមត្ថកិច្ចបានស្គាល់ច្បាស់តែម្ដងបាទវាដងមកវាយមកយើងមកអានេះមួយទៀតអត់នេះមួយទៀតយកបានមកអ្នកបងប្រិមត្តទស្សនិកជនឥឡូវនេះបាទក្មេងទំនើងបាទបានដេញវាយគ្នាប្រសាយពេញផ្លូវត្រូវបានកម្លាំងពោចំចៅទី3ប្រដេញបានចាប់បាននៅមុខបាទសារចំពោះវ័នតែម្ដងឥឡូវនេះបាទម៉ូតូជនរងគ្រោះបានរងការខូចខាតបានជិះទៅបុកកង់3ដោយសារកិច្ចពីការដេញវាយរបស់ភាគីម្ខាងទៀតឥឡូវកំពុងតែមានការភ្ញាក់ផ្អើលតែម្ដងនៅលើផ្លូវវែងស្រេងកាត់ចំចៅទី3ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញនៅវេលាម៉ោងបាទ 1:34 នាទីយើងតែងតែឃើញនៅតាមបណ្ដាផ្លូវវែងស្រេងនៅឲ្យតែរៀងរាល់ថ្ងៃសៅរ៍តែងតែមានបាទយុវជនបាទជាច្រើនម៉ូតូបាទចូលលេងកម្សាន្តប្រសាច់ពេញផ្លូវតែម្ដងហើយឥឡូវនេះក៏មានការចេញពីក្លឹបហ្នឹងបាទចេញពីក្លឹបមកជិះម៉ូតូតាមផ្លូវនេះត្រូវបានជនមិនស្គាល់មុខពីម៉ូតូធ្វើការយកមួកសុវត្ថិភាពដេញវាយគាត់បង្កមានការភ្ញាក់ផ្អើលតែម្ដងហើយចង់ដឹងរឿងរ៉ាវយ៉ាងណាយើងតាមដានគាត់ទាំងអស់គ្នាពីគាត់ខ្មៅ2នាក់មែនបាទពីគាត់ខ្មៅហើយបាទវាយណាវាយគ្នាខ្ញុំដៃគ្នាអានេះត្រូវមកមួកដៃនៅទៅ3ក្បាលហើយវាយពីចំណុចហើយដឹងពីខ្ញុំពី3ឡាមកហើយមានរឿងអីណាវាយគ្នាអត់ដល់ស្គាល់គ្នាវាមិនម៉ូតូពីម៉ូតូដេញខ្ញុំតែពីម៉ូតូឯងពីម៉ូតូឥឡូវក្នុងពីគាត់ខ្មៅហ្នឹងត្រូវបានសមត្ថកិច្ចជួយការខកខ្លួនបានហើយបងចង់ចៅ3បាទហើយនេះម៉ូតូណាចេះតោគ្នាខ្ញុំឥឡូវអានេះវាគេវាយវាមកមុខមកបុកកង់3ហ្នឹងឥឡូវវាស្លាប់ពេទ្យបាត់ហើយតែមានពាក់ព័ន្ធមានរឿងអីបែរមានរឿងមួយគ្នាទៅតែស្គាល់មកបាត់ស្គាល់វាទេអូមកចាប់បងនៅបាំងខ្លាំងដល់ពេលឲ្យខ្ញុំជីមកព្រោះឃើញជីអញញ៉ៃឃើញបងមួយ3នាក់បាំងទូបុកមកស្អាប់ហើយខ្ញុំស្មានតែគេដេញវាយខ្ញុំជិះរត់មកហ្នឹងអូហើយជិះរត់ចេញពីកម្លាំងសមត្ថកិច្ចគាត់ថាខ្ញុំវាយគេខ្ញុំណាភ័យដែរមកគាត់ថាខ្ញុំវាយគេគាត់រកគាត់កម្រិតហើយរកដកបាញ់ខ្ញុំភ័យអូខ្ញុំដឹងស្អីព្រោះខ្ញុំបាំងទូទៅខ្ញុំហើយណាជិះពីគោដៅហ្នឹងមកមានបានអត់មានបានវាយគេវាយទេខ្ញុំណាបាយនឹងខ្ញុំមិនចឹងហើយមានបានវាយណាគេមើលតែ2នាក់ហើយគ្នាពួកអាមួយថាបុកប៉ាស្អាតខ្ញុំឃើញដែរតែគ្នាតែបងដំបងខ្ញុំមកឈប់យកភ្នៀវហ្នឹងកណាឈប់ខ្ញុំឆ្លងមកឈប់ឲ្យភ្នៀវគាត់ឡើងឲ្យគាត់យើងរៀបចេញហ្នឹងរៀបចេញបុកគេពីក្រោយយកមកម៉ាំងឲ្យមានវាយគ្នាវាយបន្ថែមទៀតបងអត់ទេចាំតោវាថាវាដេញវាយគាត់គេដេញវាយណាបងបាទឥឡូវមិនគេបងរឿងងងការខូចខាតកង់3មិនដែរបងតិចអស់កាយឡើងមកឯងមើលតែផ្លូវវិញមិនឡើងអូឡើងស្រុញហើយហ្នឹងហើយឥឡូវធ្វើម៉េចគេដេញវាយគាត់ដែរអញ្ចឹងឥឡូវការដោះស្រាយមិនដែរបងដោះស្រាយចាំមើលតាមហ្នឹងគេសិនបងរឿងចរាចរណ៍ដោះស្រាយតាមចរាចរណ៍អញ្ចឹងទៅបាទចំពោះរឿងវាយគ្នាដោះស្រាយតាមវាយគ្នាទៅបាទអានេះរឿងរបស់គាត់វាយគ្នាតែគាត់ជឿបុកកង់3បងណាបាទឥឡូវទំហំការខូចខាតអស់ប៉ុន្មានដែរបងប្រហែលនេះអត់ច្រើនប៉ុន្មានដែរបងព្រោះខ្ញុំអត់ដឹងដែរដល់ទូជាងព្រោះมันតិចអស់បងឯងគិតមើលទៅបុកឡើងស្រាញ់តែម្ដងនឹងលបឿននៅកម្រិតណាលឿនទេបងបើកលឿនទេលឿនហ្មងបងបុកឡើងតើងចាំមនុស្សរងរបួសបងខ្ញុំមើលគាត់រងរបួសបន្តិចដែរគាត់ទៅបាត់ហើយខ្ញុំក៏របួសដែរបងណាកូនគាត់អូកូនគាត់របួសបងណាបាទកូនច្រើនបងបានតោមែនអត់ទេបងខ្ញុំអង្គុយក្រោយបាទតែខ្ញុំឲ្យពូម៉ាក់ខ្ញុំដឹកនៅពេលដំបូងនេះគឺដេញយ៉ាងម៉េចអត់ដឹងខ្ញុំជិះម្ដងហ្នឹងនេះខ្ញុំម្ដងទៅនេះខ្ញុំកន្លែងទៅក្រោយទៅឃើញវាយីមកវាយហើយមិនដែរស្គាល់គ្នាអត់ដែរស្គាល់ទេព្រោះខ្ញុំទៅចេញពី3ឡាមកចេញពី3ឡាចេញមកបានប្រហែលម៉ែត្របានគេដេញចេញពីក្នុងមកម្ដងហ្នឹងខ្ញុំកន្លែងទៅក្រោយទៅឃើញវាដោះមុខយាវាយតែខ្ញុំកិច្ចមកបុកតោក្រិតផាសអេបមានជិះម៉ូតូឆាបគ្នាអត់បានទេព្រោះខ្ញុំជិះ3នាក់ខ្ញុំទៅចេញពី3ឡាមកចុះឥឡូវគេដេញវាយហើយឥឡូវបុកកង់3គេទៀតឥឡូវម្ចាស់កង់3ឲ្យសងសំណងឥឡូវគិតមិនវិញឥឡូវចាំតាមនេះសិនចុះគ្នាអនឡាញនៅទៀតដល់លបោះហ៎2នាក់មួយត្រូវយ៉ាងស្រាមួយទៀតត្រូវធ្ងន់ឥឡូវយកទៅពេទ្យបាទបាទគាត់មានទំនុកឲ្យមួយទៀតអត់ដឹងទេខ្ញុំទៅចេញពី3ឡាននៅផ្សារវាំងខ្លាំងដេញវាយបាទម្ដងហ្នឹងខ្ញុំកន្លែងទៅគឺអាមួយក្រោយវាដោះមុខយាវាយអត់ហើយត្រូវរុនវាកំណត់វាវាយដល់ពេលខ្ញុំគេចទៅត្រូវគ្នាខ្ញុំនៅកណ្ដាលដល់ពេលអាតកង់វាឆ្កល់មកទៅតោផាសអេគេហ្នឹងទៅច្បាស់ម៉ូតូដែលដេញវាយហ្នឹងឯង
ច្បាស់ស្គូពីពណ៌ខ្មៅអាមួយដប់យ៉ាងធាត់ទៅឲ្យខ្មៅអូតែគេធ្វើការគាត់បានហើយឥឡូវបើថាការបីប៉ុស្ចំចៅ3បដិញបាននៅមុខឈ្មោះវ័នបាទហ្នឹងបាទតែទៀតបដិងអូនបាទហើយឥឡូវសំណងមួយកង់3ហ្នឹងយើងដឹងធ្វើម៉េចហ្នឹងនិយាយមិនបងកង់3ណាបាទនិយាយមិនគាត់ទេបាទស្រួលមួយគាត់ទៅព្រោះអីធ្វើអាហ្នឹងវាចឹងហើយធ្វើម៉េចបាទពេលមកទស្សនិកជនបន្ទាប់ពីធ្វើការសាកសួរជនរងគ្រោះដែលជាប្អូនប្រុសជិះម៉ូតូ Dream Song គឺថាគាត់បានចេញពីក្លឹប2-3 ដុល្លារបាទនៅផ្លូវវែងស្រេងបន្ទាប់ពីជិះបានពាក់កណ្ដាលផ្លូវត្រូវបានយុវជនពីម៉ូតូធ្វើការទាញមួកសុវត្ថិភាពវាយគាត់ដែលមានការផិតភ័យនេះក៏ជិះម៉ូតូបុកកង់3តែម្ដងទៅដោយមានកម្លាំងសហការជាមួយប៉ុស្តិ៍ចំចៅ2រួមទាំងចំចៅ3ធ្វើការខាត់ខ្លួនបានភ្លាមតែម្ដងបន្ទាប់ពីធ្វើសកម្មភាពហើយធ្វើការខាត់បដិញបាននៅមុខសាជពូវ័នតែម្ដងអរគុណណាស់ប្រិយមិត្តជនដែលខំចំណាយពេលដ៏មានតម្លៃតាមអង្គភាពសារព័ត៌មានខ្ញុំគណៈពេលខ្ញុំបាទជឹមសុកណារួមទាំងក្រុមការងារសូមអរគុណនិងសូមគោរពលា